ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញពីការដាក់ចំណីក្រឹមយើងឲ្យគាស៊ីក្នុងទីក្រឹមខំស៊ីលុយបាទល្អណាអញ្ចឹងក្នុងបកានេះយើងអាចឲ្យវាស៊ីរយៈពេលមួយអាទិត្យម្ដងអីហ្នឹងទៅ10ថ្ងៃម្ដងក៏បានដែរអញ្ចឹងមុនយើងឲ្យស៊ីយើងដំវាតិចមកមុនយើងដំវាពាក់យ៉ាងមកហ្នឹងហើយឲ្យវាស៊ីឲ្យដេញខំឲ្យព្យាយាមខំហ្នឹងហើយជាមួយទីដាក់បងប្អូនមួយបន្តិចហើយទៅបើទៀតបងប្អូនយើងយកឈើអីដោតចឹងមកបងប្អូនគ្នាហើយយើងដាក់ស្នោយ៉ាងមកវានៅក្នុងពីងណាទៅមកយើងដាក់វាស៊ីយ៉ាងមកគូហ៎បាទអញ្ចឹងទីខំវាចិត្តអំស៊ីហ៎បាទយើងធ្វើអញ្ចឹងគឺដើម្បីឲ្យសុខភាពវាល្អផងហើយយើងធ្វើឲ្យធ្មេញមុតផងបងប្អូនគ្នាបាទហើយតែត្រឹមខំគឺយើងកុំបាច់វាសងបងប្អូនគ្នាយើងដាក់ក្នុងពីងទាំងអស់ទាំងមេឈ្មោលទៅណាហ្នឹងហើយបើស្អុយទឹកយើងដូរពាក់កណ្ដាលដាក់ពាក់កណ្ដាលទៅបាទហើយចំណីឲ្យស៊ីគឺយើងមើលតាមជាក់ស្ដែង2ថ្ងៃម្ដង3ថ្ងៃម្ដងអញ្ចឹងណាបងប្អូនគ្នាបាទអានេះប្រភេទត្រីខំខ្ញុំល្អបងប្អូនគ្នាបាទហ្នឹងហើយអានេះមេបាវាជុលឈ្នះច្រើនមើលណាបាទពួកនេះល្អហើយក្នុងមួយទឹកខ្ញុំឲ្យស៊ីវាម្ដងចំណីបងប្អូនគ្នាបាទហ្នឹងហើយមានច្រើនអាបងប្អូនគ្នាបាទមានច្រើនអានេះតបុកមួយទៀតបងប្អូនគ្នាបាទបាទអូខេបងប្អូនគ្នាបាទហើយយើងដាក់អញ្ចឹងមកខ្ញុំដាក់យើងងាកបន្តិចមើលអត់ទៅឃើញបាទគេវាដេញខំហ៎បាទអញ្ចឹងយើងដាក់ឲ្យវាស៊ីទៅបងប្អូនគ្នាឲ្យស៊ីឆ្អែតទៅឲ្យវាដេញខំបាទហើយកម្លាំងសុខភាពល្អត្រីនេះបាទអានេះខំល្អមែនទេបងប្អូនគ្នាបាទមើលឲ្យច្បាស់បងប្អូនគ្នាបាទដាក់ឆ្ងាយទីបាទបាទសុខភាពទីខំល្អបងប្អូនគ្នាបាទជិះដាក់បកាវិធីហ្នឹងទៅល្អមើលទៅឃើញមើលនេះវិញបងប្អូនគ្នាបើខំស៊ីល្អមើលថ្ងៃឡើងទៅនេះដាក់វាស៊ីទៅបាទមួយអាទិត្យម្ដងល្អឬក៏10ថ្ងៃម្ដងក៏បានដែរហើយការឲ្យស៊ីចំណីក៏យើងត្រូវមើលដែរពួកត្រីខំយើងមកឲ្យស៊ីឆ្អែតពេកឯងឲ្យវាស៊ីមួយល្មមបើស៊ីឆ្អែតពេកវាធំជ្រុលបាទនេះនេះគាត់ជាការចែកម្លែករបស់ខ្ញុំហើយការចិញ្ចឹមត្រីខុសគ្នាបងប្អូនគ្នាបាទត្រីខ្ញុំច្រើនបងប្អូនគ្នាបាទនេះទៀតនេះសត្វមុខល្អបងប្អូនបាទតែវាស្ទើរខែទៅ5 ខែទៀតដាក់ឲ្យស៊ីទាំងអស់បងប្អូនគ្នាបាទជួយដាក់នេះមកសបុកទៀតមួយទៀតអត់មានដោតកប៉ោកហ្មងបាទនេះដោតទៅបខំស៊ីបងប្អូនគ្នាបាទឃើញមើលច្បាស់វាដេញស៊ីហ៎អូmình một đó là phụ này cái gì mà nhây bạn trước bọn tôi ca thì cầm đó lỗi chạy tốt bọn nó nhiệt nhưng bao lấy thu ấy bà ăn con tràn